ពេលបងរៀនផ្នែកហ្នឹងរៀនស្វ័យកម្មហ្នឹងបងបានសម្គាល់ឃើញខ្លួនឯងថាយើងមាន skill ទៅលើការងារសម្ដែងឬក៏ការងារ digital អាហ្នឹងតាំងពីពេលនៅរៀនឬក៏ពេលដែលបងចាប់ផ្ដើមចូលធ្វើការទេពេលយើងធ្វើអញ្ចឹងដែលពេលខ្លះបងមានអារម្មណ៍ burn out ដូចបីនេះដូចថាពេលខ្លះយើងរៀងយើងចង់បោះបង់មួយយើងចង់ focus មួយអីឬក៏មិនដែរការងារដែលយើងមានទេពកោសល្យវាតើទៅមាន benefit ដែរនិយាយងាយយល់ទៅដូចថាពេលខ្លះយើងគូគំនូថាយើងបកកែគូប៉ុន្តែការងារគូហ្នឹងរលឹកអត់សូវបានដូចការងារ design ធ្វើម៉េចដើម្បីឲ្យវា consistent រវាងទេពកោសល្យរបស់យើងហើយវា make benefit ឲ្យយើងដែរមានថា passion talent ហើយនិង benefit ឲ្យវា consistent គ្នាសូមស្វាគមន៍មកកាន់ Road Talk Show សប្តាហ៍ថ្មីថ្ងៃនេះខ្ញុំមានភ្ញៀវកិត្តិយសមួយរូបដែលជារៀមច្បងហើយអញនិយាយបានថាគាត់ជាមនុស្សម្នាក់ដែលមានទេពកោសល្យហើយក៏ដូចជាស្នាដៃជាច្រើនកុំឲ្យខាត់ពេលយូរសូមជួបជាមួយនឹងបងជម្រាបសួរបងបាទជម្រាបសួរសុខសប្បាយបងបាទសុខសប្បាយបាទធ្លាប់តែឃើញបងនៅក្នុង sport ហើយបានចូលរួមអាតថ្ងៃមុនយើងខានតាំងពី support អាតមកដល់ឥឡូវរយៈពេលដូចជាប្រហែលខែបង7 ខែតាំងពីខែ5មកអូខេមួយរយៈនេះរវល់ច្រើនទេបងរវល់ច្រើនទៅខាងផ្នែក digital art ហ្នឹងហើយអូខេតែ architecture សើរវល់ទេarchitecture រវល់ល្មមចុះការងារសម្ដែងការងារសម្ដែងរបស់ខ្ញុំវាជា part time តិចមែនតើអញ្ចឹងយូររបស់ខ្ញុំមាន project មួយអូខេហៀ surprise ដែរពេលយើងឃើញ sport គាត់តែបើខ្ញុំធ្លាប់ឃើញដូចជា sport របស់ smart sport របស់TVC មួយចំនួនទៀតហ្នឹងហើយរៀងថាសិស្សបងតាអូខេហើយក៏ឃើញការងារមួយរយៈក្រោយនេះបងរៀង focus លើ art ហើយក៏ឃើញ artist digital art របស់បងប្លែកច្រើនហើយក៏បានចូលរួមដល់អរគុណសម្រាប់ការអញ្ជើញបងបាទហើយក៏អរគុណដូចគ្នាដែលអញ្ជើញមកក្នុងកម្មវិធីយ៉ាកំពិតថ្ងៃនេះខ្ញុំចង់ឲ្យអ្នកដែលស្ដាប់គឺគាត់អាចយល់អំពី architecture យើងរៀនជំនាញហ្នឹងតែយើងអាចធ្វើឲ្យបានខ្លះក្រៅពី design ព្រោះខ្ញុំមើលឃើញបងទាំងគេហៅថាការងារសម្ដែងទាំងការងារគូអាតទាំងគំនូរ digital ខ្ញុំគិតថាវាជាហើយជា architect ទៀតអញ្ចឹងខ្ញុំគិតថាវាជា multi skill មួយដែលបងបានអនុវត្តផ្ទាល់ហើយថ្ងៃនេះខ្ញុំចង់ឲ្យបងចែករំលែកទៅអ្វីដែលបងបានឆ្លងកាត់អញ្ចឹងមុនចូលដល់ topic ចង់ឲ្យបង recap ពីប្រវត្តិរបស់បងបន្តិចបងដូចជាអតីតរៀបច្បងរបស់ខ្ញុំដែរបាទខ្ញុំបានបញ្ចប់ការសិក្សាខាងស្ថាបត្យកម្មនៅនគររូបនីយវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈហើយខ្ញុំក៏បានបញ្ចប់បញ្ញាបត្រសិក្សាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែរហ្នឹងហើយពីសាកលបាទពី IFL គឺខាងវិទ្យាស្ថានភាសាបរទេសបាទអូខេបងបាទហើយបន្ទាប់ពីនោះមកគឺខ្ញុំធ្វើការជាស្ថាបត្យករពេញម៉ោងហើយក្រៅម៉ោងគឺខ្ញុំធ្វើជា digital artist ហើយនឹងជាតួសម្ដែងខ្លះអូខេហ្នឹងហើយបងប៉ុន្តែកន្លងមកប្រហែលឆ្នាំហើយបងយើងធ្វើជាស្ថាបត្យករយើងធ្វើការរយៈពេលខ្ញុំចប់ក្នុងឆ្នាំ2000អាចនិយាយបានថាយើងចូលធ្វើការពេញហ្មងគឺក្នុងចាប់ពីឆ្នាំ2018មកហ្នឹងហើយអញ្ចឹងគឺការងារបន្តមករហូតដល់ថ្ងៃហ្នឹងនេះចូលប្រហែលជា5-6ឆ្នាំបាទអូខេបងប៉ុន្តែអាហ្នឹងពីដើមមកពេលយើងផ្ដោតទៅកាន់ពេលបងរៀនផ្នែកហ្នឹងរៀនស្វ័យកម្មហ្នឹងបងបានសម្គាល់ឃើញខ្លួនឯងថាយើងមាន skill ទៅលើការងារសម្ដែងឬក៏ការងារ digital អាហ្នឹងតាំងពីពេលនៅរៀនឬក៏ពេលដែលបងចាប់ផ្ដើមចូលធ្វើការទេតាមពិតទៅគឺតាំងពីទូចមកខ្ញុំចូលចិត្តគូររូបចូលចិត្តការគូររូបមិនចឹងទេការបត់กระดาษឬមួយក៏អីដែលបង្កើតជាស្នាដៃសិល្បៈហ្មងអញ្ចឹងហើយប៉ារបស់ខ្ញុំគាត់គឺជាវិស្វករហើយគាត់ក៏បានឲ្យខ្ញុំចូលរៀនខាងស្ថាបត្យកម្មហ្នឹងគឺគាត់គិតថាវាជាចំណេះជំនាញមួយដែលល្អហើយវាតាក់ទងជាមួយនឹងការគូដែរហ្នឹងហើយជាពិសេសគឺការសិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈគឺជាសាលាដែលពោពេញទៅដោយសិល្បៈគ្រប់ទម្រង់ទាំងអស់ដូចយើងបានកាលយើងនៅរៀនអញ្ចឹងគឺក្នុងឆ្នាំមូលដ្ឋានរហូតដល់ឆ្នាំទី3គឺយើងតែងតែមានមុខវិជ្ជាផ្សេងក្រៅពីម៉ោងរោងជាងដើម្បីយើងសិក្សាបន្ថែមទៅលើមានតាំងពីម៉ោងសូនរូបផងមានតាំងពីម៉ោងគំនូរពណ៌ទឹកគំនូរមើលឃើញក្បាច់ហ្នឹងហើយអញ្ចឹងទៅគឺដូចជាការស្រឡាញ់របស់ខ្ញុំទៅលើសិល្បៈផ្សេងហ្នឹងគឺតាំងពីទូចមកហើយគឺចូលរៀនស្ថាបត្យកម្មដូចបណ្ដោះវាបន្តទៀតចឹងយើងចាប់ផ្ដើមឃើញអ្វីដែលយើងស្រឡាញ់ពីក្មេងហើយយើងចាប់ផ្ដើមដឹងថាវាមាន direction ថាទៅផ្លូវណាបានហើយព្រោះពេលខ្លះយើងរៀនមកយើងអត់ដឹងថាអានឹងជាអីទេគាត់យើងដឹងយើងអាចមានអារម្មណ៍ថាយើងចូលចិត្តបាទបន្តមកទៀតប
បងចាប់ដើមចូលក្នុងអានឹងខ្លះឬក៏យើងនៅតែផ្ដោតលើសិប្បកម្មពេលដែលរៀនហ្នឹងបងខ្ញុំចូលចិត្តគូដូច្នេះហើយរៀនបដាឆ្លៀតពេលអង្គុយគូលេងបដាប៉ុន្តែបាននិយាយថាការរកឃើញរបៀបនៃការគូរបស់ខ្ញុំរាល់ថ្ងៃនេះអាហ្នឹងគឺខ្ញុំវាប្រារយៈពេលយូរដែរយើងចូលចិត្តគូយើងដឹងថាគូហើយប៉ុន្តែធម្មតាគំនូគឺវាមានច្រើនប្រភេទមែនតើហ្នឹងហើយដូច្នេះហើយអាទិនីមួយអ្វីដែលគាត់ចង់បានហ្មងគឺគាត់រកភាពជាខ្លួនហ្នឹងហើយភាព unique របស់គាត់ឬមួយភាពដែលប្លែកពីគេហ្នឹងហើយរបស់គាត់ពីសិល្បករដទៃដូច្នេះហើយដើម្បីរកឃើញហ្នឹងគឺអនុវត្តគឺបន្តគូររហូតដល់ឆ្នាំប្រហែល2021ទើបខ្ញុំចាប់ផ្ដើមគំនូដំបូងរបស់ខ្ញុំនៅក្នុង style ដែលខ្ញុំបានដូចរត់ឃើញនៅក្នុងពីពណ៌របស់ខ្ញុំហ្នឹងគឺចាប់ដើមគំនូទី1ហ្មងហ្នឹងដែលខ្ញុំគិតថាខ្ញុំស្រឡាញ់ប្រភេទគំនូហ្នឹងមែនតើហើយក៏បន្តការគូដែលស្តៀងគ្នាស្ថិតនៅក្នុងប្រធានបទខុសគ្នាប៉ុន្តែរបៀបនៃការគូស្តៀងគ្នាហ្នឹងមករហូតមកប្រភេទដែលបងគូនគេហៅឈ្មោះវាឲ្យចំឯគេបងប្រភេទ digital art ឬក៏ហ្នឹងហើយគេហៅ digital art ហើយបើខ្ញុំជាអ្នកដាក់ឈ្មោះឲ្យហ្មងហ្នឹងគឺប្រភេទគំនូរបស់ខ្ញុំហ្នឹងខ្ញុំហៅថាជាលិកាដែលភាសាអង់គ្លេសហៅថា particle ដែលវាបង្ហាញអំពីភាគតូចល្អិតនៅក្នុង object ដែលខ្ញុំគូហ្នឹងគឺខ្ញុំប្រឹងលម្អិតនៃភាពតូចល្អិតនៃរូបរាងរបស់គំនូដែលខ្ញុំគូហ្នឹងបន្តទៀតចឹងខ្ញុំហៅរូបគំនូហ្នឹងថាជាលិកាអូខេឈ្មោះប្លែកហើយខ្ញុំស្ដាប់អា storytelling ហ្នឹងមានអារម្មណ៍ថាអូប្រកែនឹកឈ្មោះចឹងមិនថាយើងរៀនផ្នែកហ្នឹងយើងមានគំនិតក្នុងការប្រើសូម្បីតែយើងឲ្យ style នៃការគូអាតរបស់យើងហើយសូម្បីឈ្មោះខ្ញុំគិតថាក៏វា creative ដែរបកទៅវិញចុះតើទៅមួយការងារសិល្បៈដូចថាអាហ្នឹងតើទៅមួយមែនសុកយើងចេះសម្ដែងណាខ្ញុំគិតថាវាអាចថាបងអាចដឹងខ្លួនឯងថាយើងចេះសម្ដែងឬក៏យើងក្លាហានក្នុងការសម្ដែងហ្នឹងតាមរបៀបណាបងតាមពិតទៅការងារសិល្បៈហ្នឹងដូចខ្ញុំបាននិយាយពីខាងដើមទៅវាជាការងារក្រៅម៉ោងដែលតិចមែនតើអញ្ចឹងបានន័យថាវាអាចនិយាយបានថាខ្ញុំធ្វើវាតែ 10% នៃអ្វីដែលខ្ញុំចង់ធ្វើឯងដូច្នេះនៅពេលដែលចាប់ផ្ដើមហ្នឹងគឺខ្ញុំគ្រាន់តែគិតថាចង់សាកអ្វីដែលប្លែកព្រោះយើងមើលធម្មតាយើងជាមនុស្សដែលចូលចិត្តស្ដាប់ចម្រៀងឬមួយក៏មើលរឿងអីផ្សេងចឹងទៅយើងគិតថាបើសិនជាយើងសាកចូលទៅក្នុងការសម្ដែងហ្នឹងតើវាមានអារម្មណ៍ម៉េចអញ្ចឹងហើយគឺវាចាប់ដើមពីការចូលលើកទី1ពេលហ្នឹងចូលលើកទី1ហ្នឹងដូចជាខ្ទង់ឆ្នាំ2019ចៃដន្យឬក៏ឱកាសមកហុចមកអាចនិយាយបានថាចៃដន្យបូកជាមួយនៅឱកាសដោយសារវាជាទៅជាមួយមិត្តភ័ក្តិអញ្ចឹងណាហ្នឹងហើយមិត្តភ័ក្តិគេទៅ casting គេទៅតេស្តកាមេរ៉ាដល់ពេលអញ្ចឹងទៅខ្ញុំទៅជាមួយអញ្ចឹងទៅគេឃើញអញ្ចឹងយើងថាអូយើងចូលសាកដែរណាគ្រាន់ថាហើយខ្ញុំក៏អត់មានគិតពីរំពឹងលទ្ធផលថានឹងជាប់នឹងអីដែរក៏យើងចូលតេស្តមួយគេទៅហ្នឹងហើយទៅក៏ជាប់ទៅក៏យើងបានមួយ project អញ្ចឹងទៅគេឃើញគេក៏តាក់ទងទៅ project បន្ទាប់ពេលនោះ project គេដែរបងproject ដែលខ្ញុំថតដំបូងគឺថតឲ្យខាង Coca-Cola អូបាទ project ធំហ្នឹងហើយដោយសារ project ធំហ្នឹងបាននឹកឃើញថាដូចចង់ជូនពួកម៉ាក់ទៅមើលទៅតេស្តទៅក៏យើងចង់ដឹងថា process នៃការគោលបំណងយើងចង់ដឹង process គេថតអា casting Coca ហ្នឹងមិនទេអូខេហើយក៏ចៃដន្យហ្នឹងគេឃើញយើងទៅគេឲ្យយើងសាកទៅក៏ជាប់បាន project ហ្នឹងទៅត្រូវខ្ញុំចាំបានត្រូវ spot Coca-Cola ក៏មានដូចជាកាលហ្នឹងមានធំដែរ TVC ហ្នឹងហ្នឹងហើយហើយក្រោយមកទៀតក៏គេចាប់ផ្ដើមស្គាល់បងហើយគេចាប់ផ្ដើមផ្ដល់ opportunity ការសម្ដែងហ្នឹងតទៀតទៅបាទអាហ្នឹងគឺធម្មតានៅពេលដែលយើងបាន project មួយអញ្ចឹងទៅដូចជាយើង build portfolio របស់យើងអញ្ចឹងក្នុងស្ថាបត្យកម្មរបស់យើងអញ្ចឹងគឺយើងមាន portfolio មួយហើយគេថាអូយើងអាចមានសមត្ថភាពអាចធ្វើប៉ុណ្ណេះបានអញ្ចឹងយើងប្រហែលជាមានសមត្ថភាពអាចធ្វើរឿងបន្ទាប់បានប៉ុន្តែ project ដែលខ្ញុំទទួលបានគឺត្រូវឆ្លងកាត់ការតេស្តកាមេរ៉ាដូចគ្នាគឺ casting គឺអត់មានគេស្គាល់យើងហើយយើងចូល direct ហ្មងអាហ្នឹងតើយើងល្បីខ្លាំងប៉ុន្តែល្មមគឺយើងត្រូវតែតេស្តសមត្ថភាពទៅដែរតែនៅតែជាប់រហូតអត់និយាយថារហូតទេប៉ុន្តែគាត់ថា project ដែលល្អដែលខ្ញុំទទួលបានកន្លងមកហ្នឹងក៏ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែរដែលខ្ញុំទទួលបាន project ទាំងអស់ហ្នឹងបាទអាចនិយាយបានថាសំណាងបូកជាមួយនៅឱកាសព្រោះដល់ពេលដែលខ្ញុំទៅតេស្តលើកដំបូងហ្នឹងយើងវាអត់មានការរំពឹងទុកអីសោះយើងគិតថាអូយើងគ្រាន់តែធ្វើអ្វីដែលលេងណាវាថាធ្វើមកសុបាយមិនមែនលេងធ្វើមកសុបាយដោយមិនមានសម្ពាធថាអូយើងត្រូវតែជាប់យើងរំពឹងថាយើងត្រូវតែជាប់យើងអង្គុយ
stress ខ្លួនឯងថាយើងត្រូវតែជាប់ប៉ុន្តែខ្ញុំអត់ធ្វើអញ្ចឹងឯពេលដែលទៅតែលើកដំបូងខ្ញុំគិតថាខ្ញុំជាប់ដោយសារអារម្មណ៍ខ្ញុំពេលហ្នឹងគឺវាយើងគិតថាយើងចង់ធ្វើអាហ្នឹងឲ្យល្អប៉ុន្តែយើងអត់រំពឹងទៅលើលទ្ធផលហ្នឹងហើយយើងធ្វើវារបៀបធម្មតាបាទពីគេថាធ្វើជា style ខ្លួនឯងហ្នឹងហើយខ្ញុំគិតថាចេះមិញបងនិយាយថាមានសំណាងបូកជាមួយនឹងឱកាសបូកជាមួយនឹងសមត្ថភាពដែរតែកុសលនឹងពីកំណើតដែរខ្ញុំជឿថាបងមានសិល្បៈនៅក្នុងខ្លួនហើយបងមិនមែនធ្វើអត់ចេញទេខ្ញុំអាចគិតអញ្ចឹងខ្ញុំអត់ហ៊ានថាវាត្រូវទេប៉ុន្តែគាត់ថាទូទៅបើសិនជាយើងព្យាយាមទៅវាគុំតែបានសម្រេចហ្នឹងហើយអូខេអញ្ចឹងបកមកយើងបានស្គាល់អំពីខ្លួនឯងថាយើងអាចសម្ដែងបានយើងអាចមានការថាចំណងចំណុចចិត្តទៅមិនអាចការគូហើយយើងក៏មានជំនាញជា architecture ដែរជាស្ថាបត្យករហើយក្រោយមកទៀតបងបានចូលប្រឡូកការងាររយៈពេល 4-5 ឆ្នាំចុងក្រោយនេះហើយក៏បងដែលមានពេលមួយថាបើយើងនិយាយពី red មែនខ្ញុំស្ដាប់មានន័យថាបើបងឲ្យ priority ហ្មងគឺ architecture ទី1ទី2គឺការងារ digital art ទី3គឺការងារសម្ដែងមានអីមួយទៀតទេបងដែលខ្ញុំអត់ដឹងណាកន្លងមានអីទៀតខ្ញុំអត់ដឹងពេលឥឡូវនេះគឺមានតែប៉ុណ្្នឹងឯងហើយបើសិនជានិយាយការ rate ខ្ញុំអត់ចង់ឲ្យ rate ទៅលើមុខងារនីមួយៗហ្នឹងព្រោះវាចិត្តសិតតែជាមុខងារមួយដែលមានចំណេះជំនាញមួយដែលមានសារៈសំខាន់ហើយខ្ញុំគិតថាជំនាញនីមួយៗហ្នឹងគឺមានភាពល្អនិងភាពអវិជ្ជមានដូចគ្នាក្នុងជំនាញនីមួយៗដូច្នេះបើសិនជា rate ហ្មងខ្ញុំនៅតែស្រឡាញ់ទាំង3ហ្នឹងអូខេអញ្ចឹងបើមិញបងនិយាយថាវាមានចំណុចត្រូវឲ្យរាល់អីក៏ដោយវាមាន pro and con វាមានចំណុចល្អនិងចំណុចដែលមិនល្អហើយចង់ឲ្យបងនិយាយអំពីចំណុចល្អដែលគិតថាការងារស្ថាបត្យកម្មបងនៅតែស្រឡាញ់បងនៅតែចូលចិត្តទៅ3ការងារហ្នឹងបើខ្ញុំនិយាយពី lifestyle បងគិតថាខុសគ្នារបៀបធ្វើការខ្ញុំគិតថារបៀបធ្វើការបើនិយាយពីមូលដ្ឋានគ្រឹះហ្មងគឺទាំង3ហ្នឹងគឺសិតតែតាក់ទងមួយសិល្បៈទាំងអស់ហ្នឹងហើយបូកជាមួយនឹងភាពច្នៃប្រឌិតដូច្នេះហើយបើយើងត្រឡប់ទៅមូលដ្ឋានគ្រឹះនៃជំនាញទាំង3ហ្នឹងគឺចេញពីសិល្បៈវាដូចគ្នាបូកជាមួយនឹងការច្នៃប្រឌិតដូចគ្នាអញ្ចឹងប៉ុន្តែបើនិយាយពី process ធ្វើការខ្ញុំគិតថាអាចរៀងខុសគ្នាបើ process ធ្វើការរៀងខុសគ្នាមែនប៉ុន្តែបើសិនជាឧទាហរណ៍ថាបើខ្ញុំយកការគូគំនូរខ្ញុំប្រៀបជាមួយនឹងការធ្វើប្លង់ឧទាហរណ៍ថាធ្វើប្លង់ហ្មងខ្ញុំគិតថាមានការដូចគ្នាច្រើនដោយសារឧទាហរណ៍ថាការដែលយើងrender ប្លង់យើងចាប់ប្លង់យើងចង់បាន object ធំប៉ុណ្ណាយើងសល់ space មេឃប៉ុណ្ណា space ខាងក្រោមប៉ុណ្ណាអញ្ចឹងនៅក្នុង artwork ខ្ញុំដូចគ្នាដោយសារ artwork របស់ខ្ញុំចាត់ទុកថា object នៅកណ្ដាលហ្នឹងដូចជាប្លង់ផ្ទះយើងអញ្ចឹងដល់ពេលឲ្យសល់ space មេឃប៉ុណ្ណា space ដីប៉ុណ្ណាដូចគ្នាហើយការថ្លៃពណ៌ទៀតឧទាហរណ៍ថាអូខេឥឡូវពេល render ទៅដាក់ស្មៅនឹងខៀវពេកអញ្ចឹងទៅលេបអាគារបាត់ដូចគ្នានៅក្នុង artwork របស់ខ្ញុំ background គួរយកពណ៌អីតើកុំឲ្យលេប object ដែលយើងចង់បង្ហាញគេអញ្ចឹងគឺការថ្លៃខ្ញុំគិតថារបៀបនៃការធ្វើការឬមួយក៏គំនិតច្នៃប្រឌិតរបស់ខ្ញុំគឺខ្ញុំធ្វើឲ្យការងារទាំងពីរហ្នឹងស្តៀងគ្នាហ្នឹងហើយមានថាបងព្យាយាម create របៀបការធ្វើការឲ្យដូចគ្នាអាហ្នឹងពីបងផ្ទាល់មែនអត់បង define ថាចង់ឲ្យវាមើលទៅឲ្យវាស្តៀងគ្នាហ្មងហ្នឹងអាហ្នឹងខ្ញុំគិតថាបើសិនជានិយាយពីច្បាប់ហ្មងគឺវាច្បាប់ទូទៅហ្មងគឺមិនមែនទេប៉ុន្តែគឺខ្ញុំផ្ទាល់គឺខ្ញុំចូលចិត្តយករបស់ដែលខ្ញុំចូលចិត្តទាំងពីរហ្នឹងក្នុងជំនាញហ្នឹងហើយជំនាញខុសគ្នាមែនប៉ុន្តែរបៀបធ្វើការឲ្យ flow តែមួយពីព្រោះអញនិយាយបានថាជំនាញស្ថាបត្យកម្មគឺយើងបានរៀនពីសាលាដូច្នេះដើម្បីឲ្យវាមានក្បួនច្បាប់ឲ្យល្អដូចគ្នាយើងយក artwork ហ្នឹង apply ច្បាប់របស់ architecture ចូលក្នុង artwork នេះដែរដែលធ្វើឲ្យវាចេញជាលទ្ធផលមួយដែលមើលទៅថាដូចមានក្បួនច្បាប់ត្រឹមត្រូវកុំឲ្យចេះតែប៉ាន់ហ្នឹងមានន័យថាបើនិយាយពីបងមាន tip ឲ្យខ្លួនឯងយើងចាប់ដើមអាហ្នឹងយើង define ខ្លួនឯងយើងរកឃើញដល់ខ្លួនឯងឬក៏មិនបងភាពច្នៃឲ្យវាមើលទៅមានថា flow តែមួយហ្នឹងតាមពិតតាហ្នឹងខ្ញុំអាចនិយាយបានថាខ្ញុំអត់ដឹងថាអ្នកផ្សេងគាត់ធ្វើអញ្ចឹងដែរឬក៏អត់ទេប៉ុន្តែខ្ញុំភាគច្រើនគឺខ្ញុំច្រើនតែចូលចិត្តធ្វើរៀបចំ rule សម្រាប់ខ្លួនឯងទាំងពីការស្លៀកពាក់តាំងពីការរស់នៅប្រចាំថ្ងៃអីចឹងគឺយើងរៀបចំ rule ដើម្បីឲ្យការងារទាំងអស់ហ្នឹងគឺវាដើរតាម flow ហ្នឹងហើយរៀបចំតាមផែនការកុំឲ្យថាទៅដល់មានអារម្មណ៍ថាវែងថាអូមិនដឹងត្រូវទៅផ្លូវណាឬមួយឥឡូវគម្រោងនេះចប់ត្រឹមនេះតើបន្តទៀតអត់ឬមួយក៏បញ្ចប់គម្រោងហ្នឹងពេលណាកុំឲ្យថា timeline គឺចេះតែអត់មានភាពច្បាស់លាស់បាទចឹងមែនថាបងរៀងមនុស្សបកែមនុស្សជាមិនលើ
plan ការខ្លួនឯងដែរឬការងារដែលយើងធ្វើអត់និយាយថាបកកែប៉ុន្តែគាត់ថាខ្ញុំចូលចិត្តយើងច្បាស់ដែរហ្នឹងហើយចូលចិត្តការរៀបចំផែនការឲ្យវាជាក់លាក់អញ្ចឹងបាទពេលយើងធ្វើអញ្ចឹងដែរពេលខ្លះបើឯងមានអារម្មណ៍ burn out ដូចបីនេះដូចថាពេលខ្លះយើងរៀងយើងចង់បោះបង់មួយយើងចង់ focus មួយអីឬក៏មិនដែរហ្មងតាំងពីខ្ញុំចាប់ផ្ដើមធ្វើមកនៅពេលដែលខ្ញុំមានអារម្មណ៍ burn out តែម្ដងនេះគឺនៅពេលដែលខ្ញុំរៀនពីសាកលវិទ្យាល័យក្នុងពេលតែមួយប៉ុន្តែបើនិយាយពីការរៀបចាប់ផ្ដើមចេញធ្វើការមកគឺខ្ញុំអត់ដែលមានអារម្មណ៍ burn out ពីព្រោះខ្ញុំចូលចិត្តរៀបចំផែនការដូច្នេះហើយមនុស្សណាក៏រវល់ដែរដូច្នេះតើតែរៀបចំពេលទើបមានពេលអញ្ចឹងគឺត្រូវរៀបចំពេលហ្នឹងឲ្យត្រឹមត្រូវឲ្យមានវាថាមានសមាមាត្រនឹងគ្នាហ្នឹងហើយយើងថ្លឹងថ្លែងថាឲ្យស្មើគ្នាថាអូខេយើងចំណាយពេលប្រហែល%ក្នុងមួយថ្ងៃដើម្បីធ្វើការងារមួយហ្នឹងឬមួយក៏ក្នុងចំណាយពេលប្រហែល%ក្នុងមួយថ្ងៃដើម្បីឧទាហរណ៍ថាទៅហាត់ប្រាណទៅដើរលេងទៅគូររូបអីចឹងណាយើងហាត់ប្រាណអន់ចិត្តទេបងរវល់ចឹងហើយតែឧបការណ៍ថែរៀងអាហ្នឹងសុំ tip ទៀតដែរអញ្ចឹងអាហ្នឹងខ្ញុំគិតថាវាបង្ហាញមកវិញគឺថាបងមានពេលការរៀបចំពេលវេលាខ្លួនឯងច្បាស់ហើយយើងមានទាំងពេលធ្វើការងារដែលយើងស្រឡាញ់មានការងារដែលជាអាជីពមានទាំងការថែទាំសម្រស់ហាត់ប្រាណថែរៀងខ្ញុំគិតថាវាជា lifestyle មួយល្អដែលវាជាការខ្ញុំចង់ឲ្យអ្នកជំនាន់ក្រោយឬក៏បងប្អូនដែលផ្នែកជាពិសេសរៀន architecture ដែលថារវល់ហ្មងខ្ញុំខ្លួនឯងនឹងពេលខ្លះក៏អញ្ចឹងដូចសូម្បីតែរឿងហាត់ប្រាណហ្នឹងក៏ពេលខ្លះលេះបើគិតថាលេះហ៎គិតអញ្ចឹងហ៎បងខ្ញុំអត់ដឹងថាអ្នកផ្សេងគាត់គិតមិនទេប៉ុន្តែដូចនិយាយអញ្ចឹងបើយើងអត់រៀបចំពេលទេគឺយើងអត់មានពេលទេអញ្ចឹងយើងគួរតែរៀបចំពេលទៅហើយដូចគ្នាអ្នកខ្លះដូចខ្ញុំទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណអញ្ចឹងអាហ្នឹងគឺជាអ្វីដែលខ្ញុំចូលចិត្តប៉ុន្តែអ្នកខ្លះឧទាហរណ៍ថាគាត់ចូលចិត្តលេងបាល់ទះគាត់លេងវាយសីគាត់ទៅរាំទៅអីចឹងទៅគឺឲ្យទៅជាប្រភេទនៃការបញ្ចេញកាយវិការហ្នឹងចូលចិត្តអីធ្វើហ្នឹងហើយបើសិនជាយើងអត់ចូលចិត្តហ្នឹងយើងបង្ខំខ្លួនយើងអាហ្នឹងបានន័យថាយើងនឹងធ្វើសកម្មភាពហ្នឹងបានរយៈពេលខ្លីហ្នឹងហើយប៉ុន្តែវាអាចតាមបទពិសោធន៍បងទាំងការងារទាំងការរៀបចំផែនការផ្ទាល់ខ្លួនមានចំណុចណាមួយដែលរបស់ហ្នឹងពេលខ្លះវាមិនមែនជាយើងចូលចិត្តតែប៉ុន្តែយើងអាចរុញខ្លួនឯងឲ្យវាទៅជារបស់មួយដែលយើងចូលចិត្តណាមានឬក៏ភាគច្រើនទាំងអស់ហ្នឹងបើចូលចិត្តមកទាំងអស់ហ្មងដូចលើកទីការហាត់ប្រាណចុះអានេះបងនិយាយត្រូវដូចខ្ញុំអញ្ចឹងយើងមិនមែនចូលចិត្តកីឡាបាទប៉ុន្តែតើវាអាចទេពេលដែលយើងអាចបង្កើតជាទម្លាប់មួយដែលយើងហុញខ្លួនឯងឲ្យទៅចូលចិត្តកីឡាវាអាចមានលក្ខខណ្ឌហ្នឹងហើយខ្ញុំអាចនិយាយបានថាកាលដែលខ្ញុំចូលហាត់ប្រាណដំបូងគឺខ្ញុំចាប់ផ្ដើមពីការទៅដែលក្នុងមួយថ្ងៃខ្ញុំទៅតែ10នាទីទេទាំងដែលទៅនោះអត់មានធ្វើអីសោះទៅធាក់កង់ឬមួយក៏ដើរមកឬមួយក៏អង្គុយឈរមើលឧបករណ៍អីចឹងណាទាំងដែលអត់មានចេញញើសសោះក៏មានដែរប៉ុន្តែអ្វីដែលខ្ញុំរៀនបានពីពេលទៅ10នាទីក្នុងមួយថ្ងៃហ្នឹងគឺខ្ញុំលែងខ្លាចកន្លែងហាត់ប្រាណហ្នឹងហើយដល់ពេលហើយយើងចាប់ផ្ដើមបន្តទៀតថាយើងទៅថ្ងៃបន្ទាប់យើងទៅ15នាទីហើយយើងទៅ20នាទីរហូតទៅយើងទៅជិះដឹងទំនៀមទម្លាប់គេថារបៀបរបបគេថាទៅដល់កន្លែងហាត់ប្រាណយើងគួរទៅឧបករណ៍ណាមុនឬមួយក៏យើងទៅហ្សូនណាដែលយើងមានអារម្មណ៍ថារៀងអត់សូវខ្លាចគេឬមួយក៏អត់សូវអាចនិយាយបានថារៀងអៀនខ្លួនអីចឹងណាហ្នឹងហើយអញ្ចឹងទៅអាហ្នឹងសម្រាប់ខ្ញុំគឺនឹងជាពេលដែលខ្ញុំបង្រៀនខ្លួនឯងឲ្យមានចំណង់ចំណូលចិត្តក្នុងការហាត់ប្រាណនឹងតាំងពីពេលដំបូងមកហ្នឹងហើយប៉ុន្តែខ្ញុំអត់ដឹងថាតើបើសិនជាខ្ញុំពិតជាអត់ចូលចិត្តការហាត់ប្រាណសោះហ្មងតើខ្ញុំអាចធ្វើចឹងបានអត់បាទតែរយៈពេលយូរឯងបងរយៈពេលយូរដែលយើងអាចស៊ាំដោយបងនិយាយមកយើងទៅរហូតដល់យើងអាចទៅហាត់ប្រាណបានអាហ្នឹងគឺខ្ញុំអត់អាចនិយាយបានថាជាច្បាប់ទូទៅទៀតពីព្រោះបើសិនជាបទពិសោធន៍ខ្ញុំផ្ទាល់តែរយៈពេលមួយខែគឺមនុស្សយើងមានភាពបន្ស៊ាំលឿនណាខ្ញុំសំបីថាកំថាឡើយកន្លែងហាត់ប្រាណយើងបន្ស៊ាំទៅនឹងកន្លែងការងារក៏បានដែរឧទាហរណ៍ថាបដូរកន្លែងការងារភ្លាមយើងច្បាស់ជាមានអារម្មណ៍ថាពិបាកសម្ពាធហើយដល់ពេលហើយយើងចាប់ផ្ដើមសម្របខ្លួនអញ្ចឹងទៅគឺមួយខែក្រោយឬ2ខែក្រោយចាប់ផ្ដើមមានអារម្មណ៍ថាទោះបីជាកន្លែងការងារហ្នឹងសម្ពាធក៏ដោយប៉ុន្តែយើងដឹងរបៀបរបបនៃការទៅធ្វើការអញ្ចឹងបាទមានន័យថាបងយើងអាច take note ថាបងអាចរៀង flexible មិនរៀងបាត់បានលឿនបាទអាចនិយាយយ៉ាងបងមែនខ្ញុំគិតថាខ្ញុំអញ្ចឹងតិចក៏បានប៉ុន្តែវាមិនមែនទាំងស្រុងទេហ្នឹងហើយអូខេតន់បងគួរចាប់អារម្មណ៍ខ្ញុំគិតថានេះជាចំណេះដឹងមួយថ្មីជាមួយខ្ញុំនឹងស៊ាំខ្ញុំនឹងសាកធ្វើដូចបងដែរហ្នឹងហើយនឹងទៅកន្លែងមួយដែលចេះស្ដែងមែនដូចយើង break the barrier អញ្ចឹងដូចគេហៅintrovert try to be extrovert អញ្ចឹងណាប៉ុន្តែខ្ញុំចង់ប្រាប់ចេះវិញថា
dương trong bằng cao chấm nón chấm nổ chật dương tôi tại phơ cái gì tha tạo bên nhom pung á dương cùng tơ một đón tha ô ở lỡ đòn bơi nhom trôi chật cái lại hạt pran ủ tì hồ nhom thời tơ một máu mà nhom trôi chật anh nắng cứ tơ một máu nắng cứ thua dương căn là khai cái lại nông quỳnh thà ôi bên nhom nặc khơi ca nhom tơ mà sao mấy mà máu nắng cứ nhom sum pít kháng á nhom khai kê nhom yên luôn này chứ nằng chẳng bản tha bà sân chỉ dương trong bản xóm cứ tích bầm phốt sông bay tại anh vậy ban tha nặc khơi tha rô cả lại na để trời từ nó anh nó có chia ca bị vọt mùi đài ở từng châu phong ở từng chi châu phong còn là chi cắt nó còn đăng thao ok ngày sai châu tập 5 này ti của bạn này châu tập 5 này ti của bạn năng ngày là hốt tới cứ dân chập đám bằng cả phép xóm có đôi cho bằng cả tùm lọp bạn nhưng mẹ làm nhưng hiện bị bong mùi nhưng đọc dân vậy khi muốn nói nè nhưng mẹ làm tháp bong thuê muối cùng bậc khóm hơi ở very lạc cái cùng rush á, thuê mới cùng rush tới bây giờ mà nhắm chào vào xong bây giờ bong từ thuê đi ha, tới xóm là bây sầm đáy có mẹ rằng mới na, cùng một đại sầm việt lần này, cùng trong cùng một com lần này, thuê với tam step, bị tôi tới thống bị tích tới tràn, nhâmเรียน บ้าน นั่น ไม่ได้ท่าthuê mới cùng rùm păng tràn cùng đại sầm việt lần này tràn, cùng rùm păng tha dương được ban lậtพอละอธรรมดาคือยังทั่วไประบบแล้วคือแบบได้ละอจังคือcùng rùm păngตะเลือลดพอได้ละอซะให้คือnhóm tay ta rùm păng ភាគច្រើនអានេះវាអត់សូវល្អវិញភាពអវិជ្ជមានសម្រាប់ខ្ញុំគឺខ្ញុំតែងតែរំពឹងថាលទ្ធផលនឹងអត់ល្អហ្នឹងហើយខ្ញុំរំពឹងចឹងវិញខ្ញុំថាខ្ញុំធ្វើមកហ្នឹងខ្ញុំសប្បាយក្នុងការធ្វើប៉ុន្តែខ្ញុំអត់តរំពឹងថាខ្ញុំនៅវានឹងល្អឬមួយក៏អ្នកដទៃនឹងចូលចិត្តឬមួយក៏អ្នកផ្សេងគេនឹងមើលឃើញភាពល្អរបស់វាប៉ុន្តែសម្រាប់ខ្ញុំគិតថាវាល្អប៉ុន្តែខ្ញុំអត់រំពឹងថាអ្នកដទៃនឹងឃើញវាថាវាល្អហ្នឹងហើយបងខ្ញុំគិតថាយើងរៀនបានបងរៀងផ្ទុយពីខ្ញុំតិចបើខ្ញុំរៀងពេលខ្លះធ្វើមួយយើងរៀង commit ឲ្យយើង expect ខ្ពស់តែនឹងពីមុននេះតែឥឡូវខ្ញុំរៀងបន្ថយច្រើនដោយសារតែយើងខ្ញុំមានទស្សនៈដូចបងដែរហ្នឹងប្រហែលជាដូចខ្ញុំធ្លាប់អានសភៅឬក៏អីមួយនិយាយដូចបងនិយាយមកអញ្ចឹងណាប៉ុន្តែវាចេះបងពេលខ្លះបងគិតថាអាហ្នឹងដូចបងយល់ឃើញអញ្ចឹងមានន័យថាវាមានចំណុចសើមួយដែរការដែលយើងធ្វើអីមួយយើងអត់សូវរំពឹងខ្ពស់ពេលខ្លះយើងរៀងអត់សូវធ្វើវាពេញដៃដែរយើងធ្វើការងារមួយយើងធ្វើ project មួយយើងនៅពេលដែលយើងចង់ធ្វើវាល្អយើងខំធ្វើហ្មងមានថាយើងធ្វើលើសពីគេធ្វើយើង take effort លើវាច្រើនពេលដែលវាបានលទ្ធផលល្អយើងគិតថាអូអាហ្នឹងវាល្អហ្នឹងទៅតែពេលដែលវាអត់បានលទ្ធផលវាប៉ះពាល់អារម្មណ៍យើងដែរប៉ុន្តែ at least យើងបានខំនៅពេលខ្ញុំគិតថាជាមនុស្សដែលដាក់ pressure ខ្លួនឯងពីយ៉ាងគាត់ខំទៅលើចំណុចហ្នឹងអានេះគឺយោបល់ខ្ញុំផ្ទាល់វាតែងតែល្អនៅពេលដែលយើងខំប្រឹងធ្វើអ្វីមួយដាក់ទាំងចិត្តទាំងកាយហ្នឹងហើយរំពឹងទុកទៀតថាដឹងថាល្អហើយដល់ពេលវាចេញមកល្អដូចរត់និយាយមិនអញ្ចឹងយើងសប្បាយចិត្តប៉ុន្តែវាអត់ល្អវាប៉ះពាល់អារម្មណ៍យើងខ្លាំងអាហ្នឹងគឺចំណុចមួយប៉ុន្តែចំណុចមួយទៀតដែលខ្ញុំចាប់អារម្មណ៍ឃើញនោះគឺនៅពេលដែលយើងខំប្រឹងសម្ពាធខ្លួនយើងនៅពេលធ្វើអ្វីមួយហ្នឹងណាវាខ្វះគេហៅថានិរន្តរភាពគេហៅឬមួយក៏ភាពគេហៅ consistency បានន័យថាឧទាហរណ៍ខំធ្វើ project ហ្នឹងដូចខ្ញុំគូរូបអញ្ចឹងបើខ្ញុំខំធ្វើ artwork ហ្នឹងមួយឲ្យហើយខ្លាំងមែនតើចប់ស្អាតលែងចង់ទៅធ្វើមួយទៀតហើយអត់ចង់ទៅធ្វើតទៀតទេអត់ចង់បង្កើត artwork ដែលខ្ញុំបានបង្កើតរហូតដល់20-30 artwork ហ្នឹងឯងហ្នឹងគឺដោយសារខ្ញុំរក្សាភាពconsistency ហ្នឹងគឺនិរន្តរភាពរបស់វាហ្នឹងគឺឲ្យវាតាម flow របស់វានីមួយវាមានឡើងមានចុះមានពេលយើងខ្ជិលមានពេលយើងបកកែគូមានពេលយើងខំប្រឹងវាមិនមែនថាយើងអង្គុយគូ perfect រហូតទេ relax រហូតហ្នឹងហើយឬមួយក៏ប្រឹងរហូតទេវាមានពេលឡើងពេលចុះដូច្នេះហើយតែសំខាន់គឺត្រូវរក្សានិរន្តរភាពរបស់វាអ្នកសារភាព consistency របស់វាថាតើយើងបើយើងពិតជាស្រឡាញ់យើងពិតជា commitment គឺយើងត្រូវរក្សាឲ្យវាខ្លាយទៅជា project មួយដែល long term ដែលថាធ្វើបានរហូតចប់ project ហ្នឹងមួយនឹកឃើញចង់ទៅធ្វើមួយទៀតហ្នឹងហើយរក្សាភាព style នៃការគូដដែលប៉ុន្តែចង់ទៅធ្វើមួយទៀតអាហ្នឹងបើសម្រាប់ទីបងមានន័យថាយើងកុំដាក់មានតែអាឡ័យដែលបងសង្កត់មានថាកុំដាក់ expectation លើការងារមួយពេកប៉ុន្តែយើងព្យាយាមធ្វើវាឲ្យច្រើននៅពេលដែលយើងធ្វើការងារអ្វីមួយតាមដែលយើងចូលចិត្តហើយដោយមិនមានសម្ពាធលើខ្លួនឯងខ្លាំងមិនមែនថាអត់សម្ពាធសោះទេបើមិនអត់សោះហ្មងហ្នឹងរូបមួយគំនូមួយផ្ទាំងហ្នឹងគឺគូរាប់ឆ្នាំបានហើយអញ្ចឹងវាមានពេលមានសម្ពាធមានពេល relax មានពេលព្រោះអារម្មណ៍របស់យើង
ភាពជាពិសេសយើងជាស្ថាបត្យករគឺផ្ដោតទៅលើការច្នៃប្រឌិតច្រើនអញ្ចឹងហើយអារម្មណ៍នៃការច្នៃប្រឌិតអត់អាចចេញមករាល់ម៉ោងរាល់នាទីរាល់ថ្ងៃទេអញ្ចឹងខ្ញុំគិតថានៅពេលដែលយើងធ្វើការងារដែលយើងស្រឡាញ់ក្នុង flow មួយដែលសមនឹងភាពច្នៃប្រឌិតរបស់យើងបាទមិនមែនយើងរំពឹងថានឹងធ្វើច្រើនទៀតទេធ្វើចប់គឺនឹកឃើញចង់ធ្វើមួយទៀតហ្មងហើយទាំងអត់ដឹងថាការងារដែលយើងចង់ធ្វើហ្នឹងចប់អាមួយទៀតហ្នឹងចង់អាមួយទៀតអត់ទេខ្ញុំគឺអត់មានការរំពឹងទេតែខ្ញុំធ្វើ artwork ខ្ញុំបាន50-60ផ្ទាំងហ្នឹងខ្ញុំអត់មានការរំពឹងថាខ្ញុំធ្វើបានប៉ុណ្ណឹងទេប៉ុន្តែបញ្ចប់មួយគឺខ្ញុំអារម្មណ៍របស់ខ្ញុំហ្នឹងគឺចង់ឲ្យធ្វើអាហ្នឹងដោយឯងហ្មងដោយមិនមានការរំពឹងទុកតទៀតទេអញ្ចឹងណាបាទមានអារម្មណ៍ថាដូចបើខ្ញុំតាមខ្ញុំមើលឃើញខ្ញុំលឺខ្ញុំគិតថាដាក់សមព្រោះខ្ញុំគិតថាបងរំពឹងខ្លាំងបងធ្វើព្រោះយើងទៅមើល artwork ខ្ញុំដឹងថា artwork ហ្នឹងមិនមែនបើថាយើងមិនអត់សម្រាប់សម្រាំងតែបងអាចថានេះជា tip ឲ្យខ្លួនឯងមួយដែលឲ្យ consistent ឲ្យមានអារម្មណ៍ថាដូចអានេះគេថាលើកទឹកចិត្តខ្លួនឯងរបៀបក្នុងការលើកទឹកចិត្តខ្លួនឯងបានធ្វើការងារបានល្អមែនទេបងបាទហ្នឹងហើយអានេះខ្ញុំគិតថានៅពេលដែលរត់និយាយអញ្ចឹងបាទខ្ញុំនឹកឃើញថាវាក៏ជារបៀបនៃការលើកទឹកចិត្តខ្លួនឯងមួយដែរហ្នឹងហើយហើយកុំដាក់សម្ពាធឲ្យសោះព្រោះតែដាក់សម្ពាធគឺធ្វើការងារនឹងចប់ស្អប់ការងារនឹងហ្មងធ្វើចប់ហើយអត់ចង់ទៅនឹកឃើញគ្រាន់ឃើញការងារថាអូការខ្ញុំធ្វើគំនូមកផ្ទាំងហ្នឹងខ្ញុំដាច់បាយដាច់ទឹកគេងអត់គ្រប់ខ្ញុំអារម្មណ៍stress ខ្លាំងហ្នឹងហើយអាហ្នឹងខ្ញុំចង់និយាយដែរពីច្រើនកើតទៅលើបងប្អូនយុវជនដែលគាត់ធ្វើមួយគេហៅថា emotional control គាត់អត់មានណាគាត់ take effort លើសកម្រិតពេកដល់ពេលអាហ្នឹងវាលើសពីអ្វីដែលគេថា unexpected ដូចជាលទ្ធផលហ្នឹងពេលខ្លះល្អឬក៏មិនល្អវាធ្វើឲ្យគាត់ស្អប់ការងារហ្នឹងហ្មងអញ្ចឹងវាបាត់ភាព consistent ហ្នឹងអញ្ចឹងខ្ញុំគិតថានេះវាជាសារមួយដែរខ្ញុំចង់ conclusion ឲ្យព្រោះខ្ញុំក៏ធ្លាប់ធ្វើរឿងមួយដូចចាក់ស្ដែងអញ្ចឹងដូចខ្ញុំធ្វើវីដេអូ Road to Talk ដំបូងអញ្ចឹងយើងចង់ធ្វើមកវាល្អដល់ពេលហើយស្រាប់តែវាអត់ល្អយើងចាប់ដើមមានអារម្មណ៍ថាយើងលែងចង់ធ្វើការងារហ្នឹងរហូតដល់មកដល់ឥឡូវបងឃើញខ្ញុំត្រឡប់មកវិញយើងធ្វើ talk show នេះយើងចាប់ដើម find out ថារបស់ខ្លះអូខេយើងធ្វើទៅទៅតាម plan របស់យើងទៅលទ្ធផលខ្ញុំក៏គិតយ៉ាងដូចបងដែរយើងអត់រំពឹងខ្ពស់ពេកទេប៉ុន្តែយើងក៏រំពឹងមកល្មមដែលអាចថាយើងធ្វើវាទៀតធ្វើទៀតហើយយើង accept mistake ថារឿងអីក៏ដោយវាអាចល្អឥតខ្ចោះហើយអាហ្នឹងអញ្ចឹងខ្ញុំថាអាហ្នឹងវាជា tip មួយដែលចង់ឲ្យបងប្អូនថាធ្វើអីមួយកុំឲ្យ expect ខ្លាំងពេកវាអាចនឹង burn out គឺគាត់លេងចង់ធ្វើដូចបងនិយាយមិញអញ្ចឹងរំពឹងលើខ្លាំងពេកធ្វើ artwork ហ្នឹងមកស្អាតឬក៏អីលេងចង់ធ្វើលេងមានបន្តទៀតដែរមែនទេបងសំខាន់គឺយើងស្រឡាញ់អ្វីដែលយើងធ្វើហ្នឹងហើយកុំខ្វល់ពីលទ្ធផលឬមួយក៏កុំខ្វល់ពីអ្នកដទៃគេថាម៉េចកុំតន់ខ្វល់មិនមែនអត់ខ្វល់ 100% ប៉ុន្តែកុំតន់ខ្វល់នៅពេលដែលស្ថិតនៅក្នុងដំណាក់កាលដែលយើងបង្កើតវានៅឡើយវាអត់តន់ហើយកុំតន់ខ្វល់គឺធ្វើឲ្យវាចាញ់សិនហើយសួរថាយើងស្រឡាញ់project ដែលយើងធ្វើនឹងឬអត់ហើយយើងសប្បាយនៅពេលដែលកំពុងធ្វើអា project មួយហ្នឹងតែយើងសប្បាយឬក៏អត់បើសិនជាថាអូខេស្រឡាញ់តែលទ្ធផលចុងក្រោយតែពេលធ្វើហ្នឹងគឺវេទនាហ្មងអញ្ចឹងក៏យើងអត់ស្រឡាញ់ project របស់យើងដែរហ្នឹងហើយមានថាយើងត្រូវដឹងថាហ្នឹងពេលដែលយើងធ្វើហ្នឹងវាត្រូវតែពិបាកអីយើងត្រូវ accept ប៉ុណ្ណឹងដែរបាទបងនិយាយមិញខ្ញុំចាប់អារម្មណ៍មួយថាទោះបីពិបាកមិនក៏យើងត្រូវតែខំធ្វើដែរទោះបីមិនក៏ដោយពេលដែលបងធ្វើជា architecture យើងធ្វើ digital art បងដែលមានកៅចំណុចអវិជ្ជមានពីមនុស្សជំនាញខ្លួនឬក៏អីមួយដែលមករៀបរៀងបងឲ្យថាធ្វើអត់ល្អឬគេនិយាយថារៀន architecture ទៅធ្វើ art អីអញ្ចឹងដែលបងមានអារម្មណ៍ហ្នឹងហើយធម្មតាតែងតែមានមិនថាគម្រោងណាក៏ដោយឧទាហរណ៍ថាតាំងពីការ design អាគារតាំងពីការផលិត artwork មកតាំងពីការសម្ដែងតែងតែមានយោបល់ផ្សេងមតិយោបល់ធម្មតាយើងអាចធ្វើឲ្យមនុស្សទាំងអស់ចូលចិត្តអ្វីដែលយើងធ្វើទាំងអស់ហើយតែងតែមានអ្នកចូលចិត្តហើយនិងអ្នកមិនសូវចូលចិត្តដែរហ្នឹងហើយអញ្ចឹងសំខាន់គឺដូចខ្ញុំនិយាយអញ្ចឹងគឺយើងផ្ដោតទៅលើអ្វីដែលយើងធ្វើវិញថាយើងស្រឡាញ់ project ដែលយើងធ្វើនឹងក៏អត់ឬក៏អត់បើសិនជាថាយើងអត់សូវស្រឡាញ់ project ហ្នឹងទេយើងចាប់ផ្ដើមបាត់បង់ទំនុកចិត្តលើខ្លួនឯងថាproject ដែលខ្ញុំធ្វើហ្នឹងខ្ញុំអត់ដឹងថាខ្ញុំស្រឡាញ់អត់ទេអញ្ចឹងហ៊ានតែ2នាក់មកនិយាយថាគេអត់ស្រឡាញ់យើងស្អប់ project ហ្នឹងដែរបើសិនជាថា3នាក់មកទៀតគេថាគេស្រឡាញ់យើងចាប់ផ្ដើមថាប្រហែលជា project ហ្នឹងល្អបើសិនជា5នាក់ទៀតថាគេអត់ស្រឡាញ់យើងប្រហែល project ហ្នឹងអត់សូវល្អប៉ុន្តែអាហ្នឹងបានន័យថាខ្លួនយើងផ្ទាល់នេះយើងអត់មាន direction នៅខ្លួនឯងហ្នឹងហើយអត់ដឹងថាខ្លួនឯងហ្នឹងចង់អីចង់រកអ្វីឲ្យច្បាស់ដើរទៅផ្លូវណាឲ្យច្បាស់ហ្នឹងហើយអញ្ចឹងគឺព្យាយាមអនុវត្តហើយ
រកផ្លូវដើរខ្លួនឯងឲ្យច្បាស់ តែពេលហ្នឹងបងធ្វើមិនអាចបើតាមបងស្ដាប់ប្រហែលជាបងអាចស្គាល់ខ្លួនឯងច្បាស់ពេលហ្នឹង ខ្ញុំ អាចដឹងខ្លួនឯងថាយើងចូលចិត្តអីដែរ ដូចពេលដែលខ្ញុំនិយាយថាខ្ញុំចូលចិត្តគូអញ្ចឹងទម្រាំតែរកប្រភេទគំនូរដែលខ្ញុំគូបង្កើតជា artwork ជាការពិព័រណ៍ដូចប្រហែលខែមុនហ្នឹងគឺយូរមែនតើហើយអាចនិយាយបានថាចំណុចអវិជ្ជមាននៃការរកហ្នឹងគឺវាគ្មានtimeline ទេគឺគ្មានdeadline ទេហើយអញ្ចឹងគ្មាន timeline ហើយគ្មាន deadline ទេបានន័យថាអត់ដឹងថាអង្គុយគូអញ្ចឹងប្រហែលឆ្នាំទៀតរកឃើញ style របស់ខ្លួនឯងអង្គុយគូអញ្ចឹងអ្នកខ្លះគេអាចប្រឡូកវិស័យហ្នឹងតែប្រហែល2ខែអីគេរកឃើញខ្លួនគេហ្មងគេរកឃើញ style ដែលគេប្លែកអូឃើញថាគំនូរមួយហ្នឹងអាធីមួយនឹងអ្នកគូដែលមិនបាច់ប្រាប់ឈ្មោះហ្មងប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តគូតាំងពីទូចមករហូតដល់ឆ្នាំ2021ហ្នឹងបាទខ្ញុំចាប់ដើមឃើញ style របស់ខ្ញុំហ្នឹងអញ្ចឹងបងប្អូនផ្សេងដូចធម្មតាជាពិសេសសិស្សបងប្អូនដែលរៀនខាងស្ថាបត្យកម្មក៏ដូចជាខាងតុបតែងលម្អគឺគាត់បកកែគូមែនតើប៉ុន្តែអ្វីដែលពិបាកហ្នឹងគឺភាពជាខ្លួនឯងភាពជាខ្លួនឯងហើយត្រូវបន្តភាព consistency បន្តនិរន្តរភាពហ្នឹងថាត្រូវបន្តគូកុំបោះបង់ហើយខ្ញុំរកឃើញខ្លួនខ្ញុំហ្នឹងគឺដោយសារខ្ញុំបន្តគូរហូតខ្ញុំអត់ដែរជប់បាទតែបើមានស្របពេលមួយចង់បោះបង់អត់និយាយនេះយើងនិយាយត្រង់អត់ដែរលេពីព្រោះការគូរូបគឺជាដូចខ្ញុំទៅលេងហ្គេមអញ្ចឹងដូចខ្ញុំដូចជាការមើលទូរទស្សន៍ឬមួយដូចជាការកំសាន្តដូចជាការតាំងសមាធិអញ្ចឹងគឺការគូហ្នឹងគឺតែងតែថាអបសុកហ្នឹងហ្នឹងគឺដឹងតែទាញបិចទេតាមគូបងឲ្យតម្លៃនៃការគូហ្នឹងវាជាការកំសាន្តអញ្ចឹងវាធ្វើឲ្យយើងបន្តវាគូរហូតដូចអញ្ចឹងវាធ្វើឲ្យបងអាចគេហៅថារកខ្លួនឯងដោយ relax ដែលអត់មានសម្ពាធប៉ុន្តែបើសិនជាបងប្អូនវិញបងឲ្យ tip គាត់ថាតើគាត់គួរធ្វើម៉េចឧទាហរណ៍ពេលខ្លះគាត់ចង់ស្គាល់ខ្លួនឯងប៉ុន្តែគាត់សពិចសពិលខ្លាំងហើយមនុស្សជុំវិញខ្លួនពេលខ្លះអត់ support ទៀតអាហ្នឹងឧទាហរណ៍ថាពេលខ្លះខ្ញុំគិតថាហ្នឹងសំខាន់ដូចបងនិយាយចឹងសំខាន់លើខ្លួនឯងតែអាហ្នឹងបងអាចឲ្យជាការលើកទឹកចិត្តឲ្យទៅកាន់អ្នកដែលគាត់ជាអ្នករៀនលើយើងបាញ់និយាយថារៀនស្ថាបត្យកម្មរៀនជំនាញមួយហើយគាត់មានដងសិល្បៈហើយគាត់ហ៊ានដក barrier មួយចេញខ្លាចគេថារៀន architecture ទៅគួយគូអាតអីអញ្ចឹងណាអាហ្នឹងហើយពេលខ្លះដូចបងនិយាយចឹងរងការវាបហាពីអ្នកជំនាញខ្លួនដែលមិនស្គាល់ព្រោះពេលខ្លះអា something new ហ្នឹងយើងពិបាកហើយឃើញមែនតើដូចថាព្រោះដោយសារពេលខ្លះមនុស្សឲ្យតម្លៃនៃការចាច់របស់គាត់ហ្នឹងដោយសារភាពឃើញមែនទេណាពេលខ្លះគាត់ឃើញអានេះគាត់ឃើញរបស់ដែលស្អាតអញ្ចឹងពេលខ្លះយើងឃើញថ្មីមកវាមើលអត់ឃើញស្អាតដែរដល់ពេលខ្លះដល់មនុស្សល្បីមិនឃើញស្អាតអូម្នាក់គូស្អាតដែរអញ្ចឹងអាពេល start នឹងដំបូងបងគាត់ថាហ្នឹងអីដែលជា key message សម្រាប់ទៅកាន់អ្នកដែលគាត់ចង់បង្កើតអីថ្មីដូចបងអញ្ចឹងអត់មានអ្វីឈ្នះទៅលើការអនុវត្តទេអាហ្នឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាទាំងយើងទាំងបងប្អូនអីគឺយើងធ្លាប់ឮហើយពាក្យដែលគេប្រាប់ថាគឺគេហៅជាភាសាអង់គ្លេសថា practice make perfect បានន័យថាកាន់តែអនុវត្តគឺអ្វីដែលយើងធ្វើនោះគឺកាន់តែល្អអញ្ចឹងហើយគឺនៅតែបន្តការអនុវត្តមិនខ្វល់ថាយើងចូលចិត្តគូយើងចូលចិត្តច្រៀងចូលចិត្តរាំបើសិនជាពេលដែលយើងធ្វើវាហើយយើងសប្បាយចិត្តកុំបោះបង់ឲ្យសោះហើយជាពិសេសហ្មងដោយសារខ្ញុំស្ថិតនៅក្នុងការគូគំនូក៏ដូចជាស្ថិតនៅក្នុងការបង្កើតស្នាដៃសិល្បៈអញ្ចឹងខ្ញុំថាស្នាដៃសិល្បៈគ្រប់ទម្រង់ទាំងអស់គឺជាអាចនិយាយបានថាជា snow នៃការច្នៃប្រឌិតអញ្ចឹងគឺកុំបោះបង់ឧទាហរណ៍អ្នកខ្លះគាត់រៀន accountant ទេប៉ុន្តែអង្គុយ sketch មកស្អាតហ្មងកុំបោះបង់ឆ្លៀតពេលធ្វើអាហ្នឹងបន្តអាហ្នឹងមកបើធ្វើអាហ្នឹងសុបាយមិនមែនមានន័យថាអូឲ្យតែគូបានសុបាយទេប៉ុន្តែអ្នកខ្លះគាត់ច្រៀងគាត់សុបាយអញ្ចឹងគឺត្រូវបន្តអ្វីដែលយើងគិតថាយើងធ្វើទៅសុបាយគឺបន្តអនុវត្តវាចុងក្រោយគឺយើងនឹងធ្វើវាបានល្អឬមួយក៏មិនថាតែសិល្បៈឬមួយក៏អីទេការងារទាំងអស់ហ្នឹងហើយឲ្យតែយើងធ្វើទៅយើងមានអារម្មណ៍ថាសប្បាយចិត្តយើងស្រឡាញ់ហ្នឹងហើយបន្តធ្វើបន្តអនុវត្តគឺយើងនឹងទទួលបានលទ្ធផលល្អនៅវាអាចនិយាយបានថាមិនដឹងថាយូរឬមួយក៏ឆាប់ទេប៉ុន្តែគឺនឹងទទួលបានលទ្ធផលល្អត្រូវព្រោះមានអ្នកខ្លះដូចខ្ញុំធ្លាប់ជួបគាត់ចង់ហ៊ាន architecture តែអ្នកផ្ទះអត់គ្រប់គ្រងទៅហ៊ាន account ហ៊ានអីហ្នឹងទៅតែគាត់នៅតែមានចិត្តជាអ្នកសិល្បៈអញ្ចឹងបើគាត់អាចគូបាននៅតែបន្តគូដល់ពេលណាមួយខ្ញុំគិតថាវានឹងមានឱកាសសម្រាប់ពួកគាត់ដែរនិយាយអញ្ចឹងបងតាក់ទងជាមួយនឹងកែវទេពកោសលដូចបងនិយាយអញ្ចឹងវាតាក់ទងមួយ benefit ដែរអានេះយើងនិយាយចូលមក step ទៀតពេលខ្លះយើងមានការងារដែលយើងមានទេពកោសលវាតាក់ទងមួយ benefit ដែរនិយាយងាយយល់ទៅដូចថាពេលខ្លះយើងគូគំនូថាយើងបកកែគូប៉ុន្តែការងារគូហ្នឹងរលក់សូវបានដូចការងារ design ឧទាហរណ៍ណាបងបាទតាមបទពិសោធន៍ខ្ញុំផ្ទាល់អានេះវាមិនមែនជា rule ដែលត្រូវបានសរសេរក្នុងសៀវភៅអីទេគឺតាមបទពិសោធន៍ខ្ញុំផ្ទាល់ហ្មង
នៅពេលដែលយើងធ្វើស្នាដៃឧទាហរណ៍ជាក់ស្ដែងដូចខ្ញុំធ្វើស្នាដៃគំនូរខ្ញុំហ្នឹងខ្ញុំអត់មានរំពឹងសូម្បីតែ$1ដែលទទួលបានពីការលក់គំនូរឬមួយក៏គូគំនូរហ្នឹងឬមួយក៏បង្កើតការតាំងពីពណ៌អីគឺខ្ញុំអត់ដែលមានការរំពឹងទុកទាល់តែសោះដូច្នេះហើយបានខ្ញុំគិតថាអាហ្នឹងគឺជាចំណុចដែលប្លែកដែលធ្វើឲ្យខ្ញុំជោគជ័យវិញដោយសារខ្ញុំធ្វើរបស់ដែលខ្ញុំគិតថាខ្ញុំស្រឡាញ់បានន័យថាគេហៅថាជារបស់ដែលចេញពីក្នុងមកដូចជាដួងព្រលឹងរបស់ខ្ញុំនៅក្នុងរបស់ដែលខ្ញុំធ្វើជាងក្នុងគំនូរដែលខ្ញុំគូហ្នឹងបានធ្វើឲ្យគំនូរហ្នឹងធ្វើឲ្យអ្នកដតីគេពេញចិត្តដែរដល់ពេលដែលអ្នកដតីពេញចិត្តទៅលើគម្រោងដែលយើងធ្វើធម្មតាគឺគេចង់បានគម្រោងហ្នឹងគេចង់ទិញទៅគេចង់តាក់ទងឲ្យយើងធ្វើគម្រោងអីផ្សេងអញ្ចឹងដូចគ្នាអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើង design ប្លង់អញ្ចឹងបើសិនជាយើង design តាមទីផ្សារអូខេគេធ្វើប្រភេទផ្ទះលំហែមានភ្ញៀវតាក់ទងមកច្រើនអញ្ចឹងយើងអង្គុយធ្វើប្រជិតផ្ទះលំហែច្រើនមកប៉ុន្តែអាហ្នឹងមិនមែនជាយើងប៉ុណ្ណឹងដល់ពេលអញ្ចឹងវាងាយបាត់បង់ test វាងាយបាត់រសជាតិរបស់យើងហើយពេលខ្លះវាមិនមែនជាយើងទៀតបាទអញ្ចឹងបានន័យថាយើងធ្វើអ្វីមិនមែនជាខ្លួនយើងដូច្នេះហើយយើងហ្នឹងគឺយើងកំពុងតែស្រឡឹងឃើញផលប្រយោជន៍ 100% ហ្នឹងគឺយើងរំពឹងទុកផលប្រយោជន៍ 100% នៅពេលដែលយើងរំពឹងទុកផលប្រយោជន៍គឺផលប្រយោជន៍ហ្នឹងគឺរត់ចេញពីយើងវិញតែនៅពេលដែលយើងខំប្រឹងអាចនិយាយបានថាយើងខំប្រឹងហ្នឹងហើយឆ្នៃស្នាដៃរបស់យើងនឹងឲ្យស្អាតវិញគឺមានគុណភាពពីខាងក្នុងហ្នឹងហើយគឺផលប្រយោជន៍រត់មករកយើងវិញអញ្ចឹងបាទឧទាហរណ៍ដូចខ្សែដៃបងចាក់ស្ដែងអញ្ចឹងមានន័យថាពីមុនមកបងអត់ដែលរំពឹងតែមកដល់ឥឡូវគឺមានអ្នកហ៊ានទិញអាតវើកយើងយកទៅដាក់បងចង់ផ្ដោតលើនឹងថែបងបាទអូខេចុះបើឧទាហរណ៍ករណីដូចបងនេះបងផ្ទាល់រវាងសប្តាហ៍ថ្ងៃបងគិតថាចង់រុញអាចនឹងទៅជាអាជីពបងឬក៏វាគ្រាន់តែជាការងារកំសាន្តរបស់បងឬក៏ជាចំណូលគោលវិញនេះ sorry សុំសួរត្រង់ណាបងបើសិនជាគិតថាអ្នកខ្លះវាត្រូវមានចំណូលគោលឯងព្រោះពេលខ្លះយើងហ៊ានចាប់យើងត្រូវការមានគេហៅថា financial stable អញ្ចឹងបងគិតថាបើសិនឧទាហរណ៍ពេលខ្លះគាត់មាន passion មាន talent ប៉ុន្តែវាមិនជាការងារដែលគាត់បិទកប់អាជីពទេអាហ្នឹងបងយល់មិនដែរដូចបងចេះបើតាមខ្ញុំដឹងប្រហែលជាបងអាចនឹងធ្វើការងារជាសិប្បករជាការងារអាជីពគេហៅការងាររលវ័យប៉ុន្តែការងារដែលយើងធ្វើបន្ថែមគឺការងារអាចសម្រាប់ខ្ញុំគឺខ្ញុំនៅតែអត់ទាន់មាន plan ថាខ្ញុំនឹងបញ្ឈប់ពីស្ថាបត្យកម្មហើយនឹងទៅបន្តខាង digital art 100% ហ្មងទេអ្វីដែលខ្ញុំគិតហ្នឹងគឺចំណូលរបស់ខ្ញុំរាល់ថ្ងៃចំណូលតែជាលក្ខណៈថិតថេរហ្នឹងគឺពីខាងស្ថាបត្យកម្មហ្នឹងហើយដល់ពេលដោយការធ្វើ artwork ចឹងវាផ្ដល់ចំណូលឲ្យខ្ញុំដែរប៉ុន្តែខ្ញុំអត់ដែលរំពឹងចំណូលពីវា 100% ដើម្បីផ្គត់ផ្គង់ហ្មងទេអញ្ចឹងគឺអញ្ចឹងហើយបានធ្វើឲ្យខ្ញុំផលិត artwork របស់ខ្ញុំរហូតដល់រាល់ថ្ងៃហ្នឹងគឺនៅតែបន្តថាខ្ញុំស្រឡាញ់ artwork របស់ខ្ញុំអត់ខ្វល់ថាគេទិញឬក៏អត់ទេដោយសារយើងមានចំណូលពីខាងស្ថាបត្យកម្មហើយមិនមែនថាដោយសារយើងមានចំណូលហ្មងទេប៉ុន្តែខ្ញុំធ្វើ artwork ហ្នឹងគឺដោយសារសប្បាយអាចនិយាយបានថាគឺអង្គុយមានន័យថាបងអត់ចង់រុញការងារ art យើងជាការងារដែលរលុយយើងនិយាយงี้ចឹងមានន័យថាបងចង់យកការងារ architect ហ្នឹងជាការងាររលុយប៉ុន្តែបងមានភាពឆ្នៃប្រឌិតមួយខ្ញុំ conclusion ណាបងបានព្យាយាម align ការងារស្ថាបត្យកម្មនិងការងារ digital art ហ្នឹងជាការងារ one flow បាទអញ្ចឹងវាធ្វើមានន័យថាដូចបងធ្វើការងារ2ក្នុងពេលតែមួយសិតតែមួយខាងចំណូលគោលមានការងារសុបាយបាទយ៉ាអញ្ចឹងមិនគិតថាហ្នឹងវាជាធីបមួយល្អអូខេបងដោយសារតែពេលវេលាមានកំណត់ឲ្យបង level ដែរខ្ញុំដឹងអញ្ចឹងអាចថាបងអាចមាន message អីទៅកាន់បងប្អូនឬក៏អ្នកជំនាន់ក្រោយឬក៏ឥឡូវនេះអ្នកខ្លះកំពុងតែធ្វើការវិស័យផ្សេងមិនតែ architect ទេធ្វើខាង bank ធ្វើអីក៏ដោយបងមានអីដែលចង់ message ទៅគាត់តាក់ទងជាមួយនឹងអីដែលជាទេពកោសល្យពីកំណើតរបស់ក្នុងខ្លួនគាត់អញ្ចឹងណាហើយគាត់ចង់break barrier នឹងដូចបងដែរហ្នឹងហើយអាចនិយាយបានថាវាគ្រាន់តែជាការចែកម្លែកបទពិសោធន៍របស់ខ្ញុំគឺបើសិនជាយើងស្រឡាញ់អ្វីហើយយើងធ្វើទៅយើងមានអារម្មណ៍ថាសប្បាយធម្មតាយើងស្រឡាញ់មិនមែនមានន័យថាយើងធ្វើទៅសប្បាយណាអញ្ចឹងបានន័យថាស្រឡាញ់សាកសិនសាកឲ្យសប្បាយបើសិនសប្បាយបន្តធ្វើទៀតអញ្ចឹងបានន័យថានៅតែបន្តភាពអនុវត្តទៅហើយកុំដាក់សម្ពាធខ្លួនឯងកុំរំពឹងពីកុំសម្លឹងឃើញពីលទ្ធផលដូច្នេះគឺយើងនឹងទទួលបានលទ្ធផលល្អវិញអញ្ចឹងហ្នឹងហើយបាទខ្លីៗងាយយល់បាទហ្នឹងហើយខ្ញុំគិតថានេះមានថាបងដូចថាគិតអីរៀង easy ហ្នឹងហើយបរិបទបងមានន័យថារៀងគិតអីធ្វើសិនមានថាធ្វើសិនលទ្ធផលនឹងរត់មកតាមក្រោយបើខ្ញុំកាត់ន័យរបស់បងមានន័យថាធ្វើអីក៏ដោយធ្វើឲ្យអស់ពីសមត្ថភាពខ្លួនឯង enjoy the moment enjoy the work enjoy for everything ដែលយើងធ្វើហ្នឹងហើយគ្រប់យ៉ាងវានឹងត្រឡប់មកយើងវិញដូចខូចមកគេនិយាយថាធ្វើល្អមិនបាច់រំពឹង
ការត្រឡប់មកវិញឯង គេហៅអ្នកបកកែប្រាក់រត់តាមហៅអីចឹងណា ខ្ញុំមានន័យថាហ្នឹងមួយយ៉ាងខ្ញុំគិតថាហ្នឹងល្អដូចយ៉ាងយើងធ្វើល្អមិនបាច់ទៅរំពឹងការល្អពីណាទៅហើយការធ្វើល្អហ្នឹងឲ្យយើងជួបមនុស្សល្អខ្ញុំគិតថាហ្នឹងជានេះមួយបងអូខេចឹងបងអរគុណសម្រាប់ការចូលរួមថ្ងៃហ្នឹងហើយអរគុណសម្រាប់ការចូលរួមក្នុង show មួយនេះចំណាយពេលវេលាទាំងផ្ទាល់ខ្លួនមកចូលរួមក្នុង show មួយនេះហើយខ្ញុំសង្ឃឹមថា show នេះនឹងផ្ដល់ក៏ដូចជាការជជែកសន្ទនានេះនឹងផ្ដល់ជាគន្លឹះសំខាន់ៗទៅកាន់បងប្អូនឬក៏ដូចជាអ្នកដែលមានទេពកោសល្យឬក៏ជំនាញដែលខុសពីអាជីពរបស់ខ្លួនអញ្ចឹងជួបជាមួយនឹងខ្ញុំបាទ Road Talk នៅ episode ក្រោយទៀតជំរាបលា